ចាជំរាបសួរថ្ងៃនេះនាងខ្ញុំសូមជូនពីរបៀបសរសេររបាយការណ៍ជំរាបថារបាយការណ៍នាងខ្ញុំបង្ហាញនៅក្នុងវីដេអូនេះគឺជាឧទាហរណ៍ដើម្បីឲ្យមិត្តស្ដាប់ងាយយល់ទាំងឈ្មោះក្រុមហ៊ុនឈ្មោះអ្នកសរសេររបាយការណ៍ជាដើមរបៀបសរសេររបាយការណ៍គឺមានច្រើនបែបហើយផ្លាស់ប្ដូរទៅតាមទម្លាប់របស់អង្គភាពនីមួយៗស្ថាប័នរដ្ឋឬក៏អង្គភាពរដ្ឋគឺគាត់មានរបៀបសរសេររបាយការណ៍ផ្សេងហើយហាងឯកជនគឺគាត់មានរបៀបសរសេរផ្សេងប៉ុន្តែគ្រប់របាយការណ៍ទាំងអស់គឺមានធាតុផ្សំដូចគ្នាគឺទី1ប្រធានបទទី2គោលដៅឬគោលបំណងទី3ការបរិច្ឆេទទី4ទីកន្លែងទី5ចំនួនហើយនិងសមាសភាពរបស់អ្នកចូលរួមទី6អ្នករៀបចំឬយើងហៅថាអ្នកដឹកនាំអង្គពិធីអង្គប្រជុំឬសកម្មភាពទី7ខ្លឹមសារហើយនិងលទ្ធផលចាអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរសូមអញ្ជើញពិនិត្យមើលគំនូររបាយការណ៍ខាងលើនេះគឺនឹងខ្ញុំដាក់ព្រះរាជាណាចក្រកម្ពុជាជាសាសនាព្រះមហាក្សត្រ logo នៅខាងឆ្វេងដៃគឺមាន logo ហើយឈ្មោះនេះគឺឈ្មោះក្រុមហ៊ុនគឺខ្ញុំបង្កើតទេហើយយើងចំពោះ logo របស់ក្រុមហ៊ុនខ្លះឬក៏កន្លែងខ្លះគឺគាត់មានទាំង logo មានទាំងឈ្មោះដាក់នៅក្នុង logo ភ្ជាប់ជាមួយ logo នឹងតែម្ដងអញ្ចឹងបើសិនជាមានបែបនេះគឺមិនចាំបាច់ដាក់ឈ្មោះក្រុមហ៊ុនមកទេលើកលែងតែ logo របស់អង្គភាពខ្លះគឺគាត់មានតែ logo មានតែរូបអញ្ចឹងតែអត់មានឈ្មោះដូច្នេះយើងចាំបាច់ត្រូវដាក់ logo ដាក់រូបនឹងហើយត្រូវដាក់ឈ្មោះក្រុមហ៊ុនឈ្មោះអង្គភាពទៀតចំណែកឯការិយាល័យឬបុគ្គលិកនេះគឺដោយសារថាក្នុងអង្គភាពនីមួយៗតែមានផ្នែកឬអីផ្សេងគ្នាអញ្ចឹងកាលណាយើងដាក់កន្លែងនេះមកឈ្មោះការិយាល័យដូចជាការិយាល័យឬបុគ្គលិកនេះគឺថាងាយស្រួលក្នុងការមើលរបាយការណ៍ដឹងថាអ្នកណាជាអ្នកដឹកនាំអ្នកណាជាអ្នករៀបចំការប្រជុំឬក៏សកម្មភាពមួយហ្នឹងហើយអ្នកណាជាអ្នកទទួលខុសត្រូវជាពិសេសគឺទទួលខុសត្រូវលើរបាយការណ៍នេះគឺងាយស្រួលសម្រាប់ឲ្យប្រធានឬគាត់អ្នកកាន់ឯកសារជាដើមនេះគាត់ងាយស្រួលរកចង់ជំរាបកន្លែងនេះកន្លែងហាក់ដាក់នេះគឺសូមគោរពជូនលោកស្រីប្រធានការិយាល័យឬបុគ្គលិកនេះភាគច្រើនឃើញគាត់ឃើញអ្នកធ្វើរបាយការណ៍ខ្លះគាត់ប្រើខ្មែរ OS មូលអញ្ចឹងយកល្អកុំអីគួរតែប្រើខ្មែរ OS មូលឡាយល្អជាងដោយសារតែពេលដែលប្រើខ្មែរ OS មូលឡាយទៅទោះបីជាមានជើងឬក៏ជាពិសេសគឺអក្សរគឺស្រៈគឺគាត់អានេះថារំលេចចេញលើហ្នឹងបើសិនជាប្រើមូលខ្មែរ OS មូលគឺអត់ឃើញមានស្រៈទេអញ្ចឹងវាមិនសូវត្រូវប្រហែលទេដែលយើងទៅសេក្នុងរបាយការណ៍ឲ្យបាត់ដូចជាស្រៈដូចជាជើងអីអញ្ចឹងជាដើមណាហើយចំពោះសរសេរធម្មតានេះគឺខ្ញុំប្រើខ្មែរសៀមរាបព្រោះដោយសារតែអក្សរគឺគាត់ច្បាស់ល្អងាយស្រួលមើលហើយទម្រង់ក៏គាត់ស្អាតដែរហើយនេះខ្ញុំពាក្យច្រើនខ្ញុំប្រើខ្មែរសៀមរាបចឹងអាចពិនិត្យមើលរបាយការណ៍ស្ដីពីការប្រជុំរៀបចំផែនការរបស់បុគ្គលិកផ្នែក IT សំណើរបស់ការិយាល័យរដ្ឋបាលយោងសំណើរបស់ការិយាល័យរដ្ឋបាលចុះថ្ងៃទី19ខែកក្កដាឆ្នាំ2017សេចក្តីរាយការណ៍ជម្រាបក្នុងកម្មវត្ថុខាងលើនាងខ្ញុំសូមជម្រាបជូនលោកស្រីប្រធានការិយាល័យឲ្យបានជឿថាកន្លែងត្រង់នាងខ្ញុំនេះបើសិនជាអ្នកធ្វើរបាយការណ៍ជាប្រុសគាត់ក៏ដាក់ថាខ្ញុំបាទចា៎ឲ្យបានជឿថាកាលពីថ្ងៃទី21ខែកក្កដាឆ្នាំ2017ការបរិច្ឆេទការិយាល័យឬបុគ្គលិកបានធ្វើការប្រជុំពិភាក្សារៀបចំផែនការបុគ្គលិកផ្នែក IT ហើយចូលបម្រើការងារក្នុងក្រុមហ៊ុនដើម្បីជួយការងារប្រចាំថ្ងៃរបស់ការិយាល័យរដ្ឋបាលក៏ដូចជាការិយាល័យក៏ដូចជាការងារការិយាល័យផ្សេងការប្រជុំនេះធ្វើឡើងនៅបន្ទប់ប្រជុំរបស់ក្រុមហ៊ុនទីតាំងនិងមានការចូលរួមពីអនុប្រធាននិងបុគ្គលិកនៃការិយាល័យឬបុគ្គលិកព្រមទាំងតំណាងផ្នែកនិងការិយាល័យពាក់ព័ន្ធសរុបចំនួន8នាក់ចំនួននិងសមាជិកអ្នកចូលរួមអាចអ្នកស្ដាប់គាត់ឆ្ងល់ថាហេតុអីបានជាអត់ឃើញមានការបរិច្ឆេទតែអត់ឃើញដាក់ម៉ោងតាមធម្មតានៅក្នុងរបាយការណ៍គឺគ្រាន់តែជាការសង្ខេបមួយបើសិនជាអ្នក
ចង់ដាក់ម៉ោងក៏អត់មានបញ្ហាដែរអាចដាក់បានតែគាត់ចំណុចនេះពេលខ្លះវាអត់សូវចាំបាច់ណាប៉ុន្តែបើសិនអ្នកចង់ដាក់អូខេឲ្យដាក់បានអញ្ចឹងការពិភាក្សានៅពិនិត្យលើគម្រោងថវិកាប្រចាំឆ្នាំព្រមទាំងយុទ្ធរបស់ផ្នែកហិរញ្ញវត្ថុអង្គប្រជុំបានសម្រេចដូចខាងក្រោមចានេះគឺជាលទ្ធផលនៃកិច្ចប្រជុំហើយមួយទៀតនេះខាងក្រោមមកទៀតនេះយើងត្រូវដាក់គឺមានអាស្រ័យដូចបានជម្រាបជូនខាងលើនេះខ្ញុំសូមលោកស្រីប្រធានមេត្តាជារបាយការណ៍សូមលោកស្រីប្រធានទទួលនៅការគោរពពីខ្ញុំហើយជាឆ្ងល់ដែរពួកនៅខាងលើឃើញប្រើលោកស្រីប្រធានការិយាល័យឃើញប្រើខ្មែរមូលឡាយប៉ុន្តែខាងក្រោមបើជាអត់ដាក់ព្រោះតាមធម្មតាត្រឡប់ខ្ញុំធ្វើរបាយការណ៍គឺខាងលើខ្ញុំត្រូវលេងក្បាច់បន្តិចឈ្មោះគាត់ខាងលើតែលេងតែមួយនឹងទេដល់ពេលខាងក្រោមពួកចូលចិត្តប្រើធម្មតាវិញអានេះវាជាទម្លាប់នៃការធ្វើរបាយការណ៍របស់ខ្ញុំចាពេលចប់យើងត្រូវដាក់ពួកយើងធ្វើណាក្រុមហ៊ុនរបស់យើងមានទីតាំងនៅភ្នំពេញត្រូវដាក់ទីតាំងភ្នំពេញបើក្រុមហ៊ុនឬក៏អង្គភាពរបស់យើងនៅខេត្តគេដាក់ទៅកំពង់ចាមសៀមរាបអញ្ចឹងហើយដាក់ថ្ងៃគឺថ្ងៃដែលធ្វើរបាយការណ៍ចាមិនមែនថ្ងៃដែលយើងទៅឧទាហរណ៍ថាមានអ្នកខ្លះគាត់ប្រជុំហើយមួយថ្ងៃអញ្ចឹងគឺថាប្រជុំថ្ងៃទី20គាត់សេតបាយការណ៍ចប់ថ្ងៃទី21អញ្ចឹងណាអញ្ចឹងពាក្យច្រើនគាត់ដាក់ថ្ងៃទី20ព្រោះថាព្រោះដោយសារប្រជុំថ្ងៃទី20មិនមែននេះសម្រាប់របាយការណ៍អ្នកធ្វើហើយជាពិសេសគឺអ្នកធ្វើហើយនៅក្នុងថ្ងៃណាពាក្យច្រើនគឺរបាយការណ៍គេមិនអាចឲ្យក្រោយចាំយូរបំផុតចាយ៉ាងយូរបំផុតក្រោយអង្គប្រជុំលើសកម្មភាពអញ្ចឹងគឺ2ថ្ងៃទេអញ្ចឹងមិនមែនដាក់ថ្ងៃប្រជុំទេគឺថ្ងៃដែលយើងធ្វើរបាយការណ៍បើសិនបើយើងធ្វើរបាយការណ៍ហ្នឹងនៅក្នុងថ្ងៃដែលយើងប្រជុំហ្នឹងក៏វាល្អដែរចាអញ្ចឹងរាជធានីភ្នំពេញថ្ងៃទី21ខែកក្កដាឆ្នាំ2017អ្នកធ្វើរបាយការណ៍យើងដាក់ចំកណ្ដាលទៅចំកណ្ដាលនៃគ្រាខាងលើតែដល់ពេលឈ្មោះចាឈ្មោះមានគាត់ខ្លះគាត់ច្រឡំគាត់ចូលចិត្តដាក់លោកស្រីអ្នកនាងកញ្ញាឬឯកឧត្តមអញ្ចឹងតាមពិតអត់ចាំបាច់ទេចំពោះខាងក្រោមនេះដល់ពេលដែលយើងធ្វើរបាយការណ៍យើងដាក់បញ្ជាក់ថាខ្ញុំអ្នកធ្វើរបាយការណ៍អញ្ចឹងគឺដាក់តែឈ្មោះបានហើយមិនបាច់បញ្ជាក់ដាក់តែឈ្មោះហើយនឹងតកូលមិនចាំបាច់បញ្ជាក់លោកស្រីទៀតទេហើយចំពោះមួយទៀតឆ្លងឈ្មោះនេះចំពោះអ្នកធ្វើរបាយការណ៍យើងត្រូវដាក់នៅចំកណ្ដាលនៃឃ្លាខាងលើប៉ុន្តែឈ្មោះមិនមែនដាក់ចំកណ្ដាលនៃឃ្លាអ្នកធ្វើរបាយការណ៍ទេគឺគួរតែខិតមកខាងស្ដាំបន្តិចបានន័យថា1/3វាស់ទៅឲ្យបាន1/3នៃពាក្យនៃឃ្លាអ្នកធ្វើរបាយការណ៍អញ្ចឹងគឺល្អជាងហើយយើងទុកចន្លោះឲ្យល្មមកុំឲ្យធំពេកកុំឲ្យតូចពេកសម្រាប់ឲ្យយើងស្ងាយចាអញ្ចឹងមានតែប៉ុណ្ណឹងគម្រោងរបាយការណ៍ដែលខ្ញុំធ្វើហើយដូចប្រាប់ពីខាងដើមអញ្ចឹងរបាយការណ៍គឺវាប្រែប្រួលទៅតាមស្ថាប័នហើយនិងអង្គភាពអញ្ចឹងអ្នកអាចមើលគម្រោងរបាយការណ៍របស់ខ្ញុំហើយកែច្នៃទៅតាមគោលការណ៍កន្លែងធ្វើការរបស់អ្នកតាមធម្មតាក្រោយពេលធ្វើរបាយការណ៍ហើយសង្ឃឹមថាកុំភ្លេចគឺអានសារចុះសារឡើងបានច្រើនដងព្រោះទី1គឺយើងគឺដើម្បីពិនិត្យមើលអក្ខរាវិរុទ្ធទី2ពិនិត្យមើលខ្លងឃ្លាកន្លែងមានឃ្លាខ្លះត្រូវការកែសម្រួលអញ្ចឹងទី3ប្រើពាក្យភាសាអង់គ្លេសគឺយើងដើម្បីសេរីកដាស់ឧទាហរណ៍ដូចដកឃ្លាដូចតម្លាក់ចុះបន្ទាត់នៃជាដើមអញ្ចឹងណាព្រោះថាបើសិនជារបាយការណ៍ទោះបីថារបាយការណ៍មានខ្លឹមសារល្អមែនប៉ុន្តែការរចនាវាអត់សូវបានល្អអញ្ចឹងខ្វះសម្ព័ន្ធគេហៅថាខ្វះសម្ព័ន្ធភាពហើយនេះក៏អាចកាត់បន្ថយអារម្មណ៍ល្អរបស់អ្នកអានរបាយការណ៍មកលើរបាយការណ៍របស់យើងដែរហើយចង់ជម្រាបជូនបន្ថែមទៀតថារបាយការណ៍គឺគ្រាន់តែជាការសង្ខេបฉะนั้นនៅក្នុងរបាយការណ៍គឺអត់មានទិន្នន័យលម្អិតទេគឺភាគច្រើនផ្ដោតលើលទ្ធផលជាងខុសគ្នាពីកំណត់ហេតុតែភាសាអង់គ្លេសហៅថាមនុស្សគឺក្នុងមនុស្សហ្នឹងគឺមានទិន្នន័យលម្អិតខ្លាំងជាងហើយនេះខ្ញុំមានតែប៉ុណ្ណឹងអញ្ចឹងសូមអរគុណនិងសូមអភ័យទោសផងរាល់កំហុសឆ្គងដែលមាននៅក្នុងវីដេអូឃ្លីបនេះវីដេអូលើក្រោយនឹងខ្ញុំនឹងលើកយកពីរបៀបសរសេរកំណត់ហេតុមកចែករំលែកដល់មិត្តទាំងអស់គ្នាចា៎ជំរាបលា